ចានៅទាំងអស់គ្នានេះជូននៅកម្រងវីដេអូនៅថ្ងៃរយៈពេល2របស់វិថីជាមួយនឹងបុកទឹកម្ដងចាសម្រាប់វីដេអូនេះផងដែរខ្ញុំធ្វើខ្លីៗគឺចាហើយសូវជាមានពាក្យពេចន៍អីតែចង់ឲ្យអ្នកទាំងអស់គ្នាបានមើលពីទឹកហើយនឹងការរៀបចំនៅក្នុងកម្មវិធីនេះហើយវាមានអីខ្លះចឹងណាចានេះគឺយើងដើរចូលទៅបាននៅពេលយើងដើរចូលទៅគឺស្អាតខ្លាំងបណ្ដោយការរៀបចំនេះគឺមើលទៅវាតាក់ទាញផ្នែកតែម្ដងចាវាប្លែកចឹងនេះគឺខ្ញុំដើរទៅរកស្តង់គេមានតាំងហូបអីច្រើនមានកាហ្វេមានអីច្រើនមែនតើណាហើយនៅលើតុហ្នឹងក៏គេមានរៀបចំជាបបរពេលព្រឹកសម្រាប់ក្រោយការហាយជាមួយអញ្ចឹងណាចាតែខ្ញុំអត់បានថតវីដេអូហាយជាមួយទេដោយសារយើងថតយកខ្លីៗបានហើយព្រោះវីដេអូច្រើនដែរដែលគេមានការធ្វើវីដេអូតគ្នាដែរអញ្ចឹងណាតែនៅក្នុងនេះខ្ញុំឃើញខ្ញុំខ្វាកជាងគេតែកាហ្វេក្រមកព្រឹកហ្នឹងកាហ្វេ3កែវហាង3ហាងរសជាតិផ្សេងគ្នាអញ្ចឹងជ្រុលភ្លក់គ្រប់3ហាងដល់ទៅចង់ដឹងថាហាងណាឆ្ងាញ់អញ្ចឹងខ្ញុំគឺអត់ហាពេលព្រឹកបានតែកាហ្វេនេះវាអត់បានតែម្ដងចានេះដល់កន្លែងជូរចាំជូរគ្រប់មុខគ្រប់រសជាតិតែម្ដងចានេះខ្ញុំបានដល់កន្លែងគេរៀបចំសម្រាប់ការថតចាស្អាតកន្លែងនេះវាចេះថតតែខ្ញុំបានឆ្លៀតពេលថតទេនេះចូលដល់កន្លែងកាហ្វេមួយទៀតចាកាហ្វេនេះគឺវាមានរសជាតិដើមរបស់វាឆ្ងាញ់ណានេះឆ្ងាញ់យើងក៏សាកថែមមួយកែវទី2អ្នកពូម៉ាក់ដល់ទេក្នុងកម្មវិធីនេះផងដែរគឺការរៀបចំសម្រាប់អាហារគឺអត់ខ្វះទេណាតែយើងខ្ជិលទៅដើរទៅយកហូបទេតែអាហារគឺមានច្រើនច្រើនមុខមានផ្អែមមានម្ជូរមានបុកល្ហុងមានអីច្រើនណាប៉ុន្តែខ្ជិលទៅដើរទៅរកហូបនឹងត្មងមួយហូបនៅលើតុងដាក់ឲ្យហូបឆ្អែតចានេះគឺបងប្រុសដែលគាត់រៀបចំប្រាសាទនឹងតែម្ដងចានេះទឹកដៃគាត់ចាជួបគ្នាម្ដងគឺសប្បាយចិត្តចុះការជួបគ្នាយូរក្រោយភាពជោគជ័យនេះដល់ហើយចង់និយាយថាមកបែកព្រមរងវត្តtôi lên xe xuốngយកមកតាមមកបែកក្រុមសួនវត្តបន្ទោចង់និយាយថាការលីនមកបែកនោះដល់10ឆ្នាំហើយដឹងយូរខ្លាំងអាលីនកូន8ណាអាលីនកូនពេញខ្លួនកូនម៉ានេះកូនដៃ2កូនជើង3ណាហើយចាយើងកូនម៉ានេះបងនេះបាច់សួរអកូនទេមានសួររកសមាគមបើគេសមាគមអុកទៅចំណាស់នៅជុំគ្នាតែហ្មងអូយលេងកាមេរ៉ានេះសំតង់តែកណ្ដាលមុខយើងកណ្ដាលមុខនឹងឯងខំលេងឃើញក្មេងជាង100ឆ្នាំបាទបោកសាមចោលទៅ100ឆ្នាំបងឯងអាចចូលមូលនិធិពួកបងបានព្រោះបងត្រូវការទិញដីឲ្យពេលដែលពួកយើងអស់អីគឺពួកយើងនឹងទៅចូលមកមូលនិធិនឹងតែម្ដងតែរស់នៅលើដីនឹងសមាគម3ចំណាស់ដីក្បាល20បដោយ40ទៅនៅពូជា3ជា4វិញទៅក្រោយហ្មងហើយចែកគ្នាទៅដល់ដែរនេះគឺវគ្គកាត់សក់ចាអញ្ចឹងនាំកូននៅប្តីមកមើលគេកាត់សក់ចាជីវីគោលរបស់ពូហើយកូនហ្នឹងថាអត់បាយតែម៉ែលោកអ្នកយាលោកទីចាដល់កន្លែងនេះគឺកូនកន្លងកូនកំមុំគឺរៀបចំខ្លួនសម្រាប់ការសែនចងដៃចាជាកម្មវិធីបញ្ចប់ចា
និយាយទៅកូនកំមុំស្អាតខ្លាំងមែនតើកូនកំមុំស្អាតនៅខាងក្រៅគឺស្អាតខ្លាំងមែនតើមិនត្រឹមតែស្អាតទេគឺរស់រាយទៀតចានេះដល់វគ្គឪពុកម្ដាយខាងកូនកំមុំគឺគាត់ចូលចង់ដៃកូន12ចាហើយនេះគឺបងរបស់ខ្ញុំគាត់ចូលចងដៃក្មួយចាពេលដេញដូងកន្លែងហ្នឹងបងខ្ញុំស្រឡាញ់ក្មួយទាំងពីរហ្នឹងខ្លាំងណាស់ជួយជ្រោមជ្រែងគ្រប់រឿងចាខ្ញុំកន្លែងនេះចាប់ពីចងដៃមួយវិសាលចងដៃរួចមកពួកមានអីទេក្រៅពីរមកជូនស្រួយស្ងោកក៏ឃើញឃ្លានដងទៀតអំបិលគេក៏ឆ្ងាញ់ស្វាយស្រួយស្ងោកមានម្ជូរសឹងគ្រប់មុខតែប៉ែតទិញគេស្វាយស្រួយនឹងតម្រងឃើញឃ្លានទៀតងាប់ហើយហើយក៏ស្អាតអាបងអូយចំងឹកពេកហ្មងនេះដល់វគ្គគ្រូសាខ្ញុំចាដើរសម្ដៅទៅកន្លែងគេថតរូបផ្ដិតរូបព្រៀងជាសារីចាហើយតាមសម្រាប់កម្មវិធីពេលព្រឹកនេះគឺចប់ចាហើយឥឡូវនេះយើងនឹងចាប់ដើមចែកធ្វើខ្លួនដើម្បីចូលកម្មវិធីពេលល្ងាចម្ដងចានេះដល់វគ្គពេលល្ងាចខ្ញុំធ្វើកាត់ខ្លីៗចាដល់វគ្គពេលល្ងាចចាអញ្ចឹងមនុស្សច្រើនមែនតើខ្ញុំមកចំម៉ោងមនុស្សច្រើនក៏ផ្លូវដើរចង់មានចាច្រើនខ្លាំងហ្មងណាពេលថតរូបជាមួយកូនកន្លះកូនកំពុងក៏អត់មានតែថតបានពេលព្រឹកដែរអញ្ចឹងអីទេនិយាយមិនបាច់ទៅទុកឲ្យអ្នកនិយាយគាត់ថតចានេះគេដើរចូលចារោងគេនៅពេលល្ងាចគឺគេបើកភ្លើងណាអូឡើងឆ្វាចតែម្ដងចាស្អាតហ្មងកន្លែងនេះដើរជួបចាប្អូនតារាបែកគ្នាយូរដូចគ្នាចានិយាយទៅមកកម្មវិធីនឹងជួបតែមិត្តភ័ក្តិបែកគ្នារាប់ឆ្នាំចានេះគឺយើងចូលទៅហើយចាដើរចូលទៅកន្លែងតាមស្រូនរបស់យើងចានិយាយទៅស្រូនខ្ញុំគេរៀបចំឲ្យចំប្លង់ថតតែម្ដងចាអញ្ចឹងនៅគិអង្គុយចំប្លង់ដែលគេដើរទៅថតរូបចាដែលប្រាសាទព្រះវិហារអញ្ចឹងគឺគួយញ៉ាំនៅហ្នឹងទៅមើលគេថតអីចឹងទៅណាយ៉ាងដែរចានេះគឺជាកាដូអនុស្សាវរីយ៍ចានៅក្នុងហ្នឹងគឺមានទឹកអប់ចាហើយគេក៏មានជាកាដូផ្សេងទៀតគឺដូចជា collagen ក៏ដូចជាចំហួយចា
ចាសម្រាប់វីដេអូខ្លីៗរបស់ខ្ញុំនៅរយការណ៍របស់លោកជីវិតនឹងទៅក៏បញ្ចប់មកដល់រីករាយអរគុណសម្រាប់ការទស្សនាបាយបាយ